សម្រាប់ភូមិឆ្នុកទ្រូគោលដៅទេសចរណ៍ដ៏ទាក់ទាញនៃបឹងទន្លេសាបភូមិឆ្នុកទ្រូស្ថិតនៅក្នុងឃុំឆ្នុកទ្រូស្រុកបរិបូរខេត្តកំពង់ឆ្នាំងគឺជាសហគមន៍ដ៏ល្បីមួយនៅលើបឹងទន្លេសាបដែលមានទេសភាពធម្មជាតិដ៏ស្រស់ស្អាតនិងជាភាពរស់នៅដ៏ពិសេសរបស់ប្រជាពលរដ្ឋដែលពឹងផ្អែកលើធនធានទឹកបច្ចុប្បន្នការធ្វើដំណើរទៅកាន់ភូមិឆ្នុកទ្រូមានភាពងាយស្រួលជាងមុនដោយមានផ្លូវកៅស៊ូតភ្ជាប់ពីផ្សារពន្លៃទៅដល់ភូមិឆ្នុកទ្រូដែលមានចម្ងាយប្រមាណ8គីឡូម៉ែត្រផ្លូវនេះបានជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរឲ្យអាចទៅដល់តំបន់នេះបានយ៉ាងងាយស្រួលស្ថិតនៅលើដងបឹងទន្លេសាបក្នុងខេត្តកំពង់ឆ្នាំងភូមិឆ្នុកទ្រូមានភាពល្បីល្បាញដោយសារមានផ្ទះលើសសរខ្ពស់ដែលអាចសម្របខ្លួនទៅនឹងការប្រែប្រួលកម្ពស់ទឹកតាមរដូវទេសភាពដ៏ប្លែកនេះបានបង្ហាញអំពីភាពវៃឆ្លាតនិងការរស់នៅស្របតាមធម្មជាតិរបស់ប្រជាពលរដ្ឋក្នុងតំបន់នៅពេលធ្វើដំណើរតាមទូកលោកអ្នកនឹងបានគយគន់លើផ្ទៃទឹកដ៏ធំល្វឹងល្វើយខ្យល់បរិសុទ្ធទូកនេសាទរាប់រយសពគ្រឿងនិងសកម្មភាពប្រចាំថ្ងៃរបស់អ្នកភូមិដែលរស់នៅពឹងផ្អែកទៅលើបឹងទន្លេសាបរូបភាពទាំងនេះបង្កើតបានជាទេសភាពស្ងប់ស្ងាត់និងពោរពេញដោយមន្តស្នេហ៍នៅទីនោះអ្នកនឹងបានឃើញផ្សារសមុទ្រទឹកសាបឆ្នុកទ្រូដែលបានសាងសង់នៅឆ្នាំ2020ផ្សារនេះបានក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មនិងទេសចរណ៍ដ៏សំខាន់សម្រាប់ការលក់ផលនេសាទស្រស់ៗនិងផលិតផលក្នុងសហគមន៍ព្រមទាំងជាកន្លែងដែលភ្ញៀវអាចភ្លក់ម្ហូបអាហារបែបអ្នកនេសាទដែលមានរសជាតិឆ្ងាញ់និងសម្បូរបែបផ្សារពន្លៃក៏ជាមជ្ឈមណ្ឌលប្រមូលផ្ដុំនិងចែកចាយផលនេសាទដ៏សំខាន់មួយផងដែរជារៀងរាល់ថ្ងៃផលនេសាទស្រស់ៗដែលចាប់បានពីភូមិឆ្នុកទ្រូនិងតំបន់ជុំវិញបឹងទន្លេសាបត្រូវបានដឹកជញ្ជូនមកកាន់ផ្សារនេះមុននឹងបន្តចែកចាយទៅកាន់ទីផ្សារនានាសកម្មភាពពាណិជ្ជកម្មដ៏មមាញឹកនេះបានឆ្លុះបញ្ចាំងអំពីតួនាទីសំខាន់របស់ភូមិឆ្នុកទ្រូក្នុងវិស័យនេសាទនិងសេដ្ឋកិច្ចក្នុងតំបន់ភូមិឆ្នុកទ្រូមិនត្រឹមតែមានទេសភាពស្រស់ស្អាតប៉ុណ្ណោះទេប៉ុន្តែក៏មានហេដ្ឋារចនាសម្ព័ន្ធសម្រាប់បម្រើដល់ការរស់នៅរបស់ប្រជាពលរដ្ឋផងដែរដូចជាសាលារៀនដែលបានផ្ដល់ឱកាសឲ្យកុមារក្នុងសហគមន៍ទទួលបានការអប់រំនិងរួមចំណែកអភិវឌ្ឍតំបន់ឲ្យកាន់តែរីកចម្រើននៅពេលព្រះអាទិត្យរះនិងព្រះអាទិត្យលិចផ្ទៃបឹងទន្លេសាបប្រែពណ៌មាសដ៏ស្រស់ត្រកាលបង្កើតបានជាទស្សនីយភាពដ៏អស្ចារ្យដែលទាក់ទាញអ្នកស្រឡាញ់ការថតរូបនិងអ្នកចូលចិត្តធម្មជាតិពីគ្រប់ទិសទីនិងទទួលយកបទពិសោធន៍ទេសចរណ៍ដ៏ពិសេសដែលមិនអាចបំភ្លេចបានសូមអញ្ជើញមកកាន់ភូមិឆ្នុកទ្រូដើម្បីស្វែងយល់អំពីជីវភាពអ្នកនេសាទទស្សនាសម្រស់បឹងទន្លេសាបភ្លក់រសជាតិម្ហូបអាហារស្រស់ៗពីទឹកសាបនិងទទួលយកបទពិសោធន៍ទេសចរណ៍ដ៏ពិសេសដែលនឹងបន្សល់ទុកនូវអនុស្សាវរីយ៍មិនអាចបំភ្លេចបាន។